សមាគមអង្គការកម្ពុជាឧបត្ថម្ភថវិកាជាង$1.7 លានអាមេរិកជូនកាកបាទក្រហមកម្ពុជាក្នុងឱកាសទិវា8ឧសភាលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានទទួលជួបសំណេះសំណាលនិងទទួលថវិកាចំនួន$1,697,672 អាមេរិកនិង$80,357,110,000 រៀលពីសមាគមអង្គការកម្ពុជាដែលដឹកនាំដោយលោកអង្គការលីយ៉ុងផាតប្រធានសមាគមអង្គការកម្ពុជារួមជាមួយសមាគមសមាធិការចំនួន118រូបដែលបានឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជាក្នុងឱកាសខួបលើកទី162ទិវាពិភពលោកកាកបាទក្រហមនិងអក្សរច័ន្ទក្រហម8ឧសភាឆ្នាំ2025និងខួបលើកទី70នៃកាកបាទក្រហមកម្ពុជាក្រោមមូលបទរួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុនៅរសៀលថ្ងៃទី19ខែឧសភាឆ្នាំ2025លោកជំទាវពេជ្រច័ន្ទមុនីបានពំនាំព្រះសវណ្ណីរបស់សម្ដេចព្រះមហាក្សត្រនរោត្តមមុនីនាថសីហនុព្រះវររាជបិតាជាតិខ្មែរព្រះប្រធានកិត្តិយសនិងប្រសាសន៍របស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលផ្ដាំផ្ញើសួរសុខទុក្ខនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមអង្គការកម្ពុជាដែលតែងតែបានចូលរួមបរិច្ចាគថវិកាសម្ភារៈជូនកាកបាទក្រហមកម្ពុជាដោយប្រទានជ្រះថ្លានិងតាមការស្ម័គ្រចិត្តជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ2023មកក៏ដូចជាតែងតែចូលរួមវិភាគទានក្នុងកម្មវិធីសប្បុរសធម៌ជាច្រើនទាំងក្នុងការជួយការងារសង្គមនិងជាមួយរដ្ឋាភិបាលកម្ពុជាដែលទាំងអស់នេះបានឆ្លុះបញ្ចាំងពីការចូលរួមប្រកបដោយឆន្ទៈនិងបេះដូងមនុស្សធម៌ពិតៗរបស់សមាជិកសមាធិការនៃសហគមន៍អង្គការកម្ពុជាក្នុងការជួយដល់សង្គមជាតិរបស់យើងជាមួយគ្នានេះដែរលោកជំទាវបណ្ឌិតក៏បានជម្រាបជូនគណៈប្រតិភូផងដែរថាសកម្មភាពទាំងអស់របស់កាកបាទក្រហមកម្ពុជាគឺបានមកពីការជួយឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជនគ្រប់មជ្ឈដ្ឋានទើបកាកបាទក្រហមកម្ពុជាអាចបំពេញបេសកកម្មមនុស្សធម៌បាននិងអាចបន្តជានិរន្តរភាពតទៅមុខទៀតបានជាក់ស្ដែងសកម្មភាពសំខាន់ៗរបស់កាកបាទក្រហមកម្ពុជាក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដល់ជនរងគ្រោះនិងងាយរងគ្រោះបំផុតដូចជាតាមរយៈការឧបត្ថម្ភថវិកា$1 លានជូនមន្ទីរពេទ្យគុណភបុប្ផាដែលជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ2012រៀងមកការឧបត្ថម្ភថវិកា$5 លានជូនមន្ទីរពេទ្យលួងម៉ែការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបការចុះសួរសុខទុក្ខនិងឧបត្ថម្ភដល់សមាគមអង្គការមជ្ឈមណ្ឌលនានាដែលទទួលបន្ទុកខាងផ្នែកកុមារកំព្រាជនមានពិការភាពចាស់ឥតទីពឹងជាដើមការផ្ដល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ដែលអាចជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់លានគ្រួសារការសាងសង់ផ្ទះអណ្ដូងទឹកជូនប្រជាពលរដ្ឋនៅតាមទីជនបទឆ្ងាយដាច់ស្រយាលការជួយឧបត្ថម្ភដល់បណ្ដាសមាគមជាតិនានាដែលទទួលរងវិក័យភ័យឬគ្រោះធម្មជាតិផ្សេងៗនិងសកម្មភាពជាច្រើនទៀតរបស់កាកបាទក្រហមកម្ពុជាបន្ថែមពីនេះកាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាប្រធានគឺបានផ្ដល់អនុសាសន៍ណែនាំដល់មន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវជំរុញបង្កើនការអប់រំផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងជំងឺមិនឆ្លងនានាដូចជាជំងឺទឹកនោមផ្អែមជំងឺលើសឈាមជំងឺមហារីកជាដើមដែលបណ្ដាលមកពីកត្តាដំណពូជការរស់នៅនិងការបរិភោគប្រចាំថ្ងៃលោកជំទាវបណ្ឌិតក៏បានគោរពជូនពរដល់លោកអង្គការនៃអង្គការសមាជិកសមាធិការនៃសមាគមអង្គការកម្ពុជាសូមមានសុខភាពល្អនិងទទួលបានជោគជ័យគ្រប់ភារកិច្ចជាបន្តបន្ទាប់និងសង្ឃឹមជឿជាក់ថាសមាគមនឹងបន្តចូលរួមឧបត្ថម្ភគាំទ្រដល់ការកាកបាទក្រហមកម្ពុជានៅឆ្នាំក្រោយៗជាបន្តទៀតក្នុងឱកាសនេះដែរលោកអ្នកអង្គការលីយ៉ុងផាតប្រធានសមាគមអង្គការកម្ពុជាបានសម្ដែងនៅអារម្មណ៍រំភើបនិងសប្បាយរីករាយជាខ្លាំងផងដែរលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតអនុប្រធានចិនត្រៃយ៍កាកបាទក្រហមកម្ពុជាបានចំណាយពេលវេលាដ៏មមាញឹក
និងមានតម្លៃផ្ដល់កិត្តិយសដល់សមាគមអង្គការកម្ពុជាបានចូលរួមជួបសម្ដែងនៃការគួរសមនិងចូលរួមបរិច្ចាគថវិកាជូនដល់កាកបាទក្រហមកម្ពុជាសូមជម្រាបផងដែរថាក្នុងឱកាសនោះក៏មានសប្បុរសជន2រូបបានចូលរួមឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជាក្នុងឱកាសខួបលើកទី162ទិវា8ឧសភាឆ្នាំ2025និងខួបលើកទី70ឆ្នាំនៃកាកបាទក្រហមកម្ពុជានេះផងដែរគឺទី1ក្រុមហ៊ុន Huawei Technology Cambodia Co Ltd ឧបត្ថម្ភថវិកា$20,000អាមេរិកនិងទី2ឯកឧត្តមគួយចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនិងលោកជំទាវអ៊ូធីដាពៅឧបត្ថម្ភថវិកា$20,000អាមេរិក